សួស្តីទាំងអស់គ្នានេះគឺជាប្រភេទរឿងរន្ធត់មួយដែលនិយាយអំពីរីសតមួយកន្លែងត្រូវបានគេបោះបង់ចោលបន្ទាប់ពីគ្រួសាររបស់ចាស់រីសតជួបជាមួយនឹងបញ្ហាដ៏គួរឲ្យរន្ធត់បំផុតហើយជារឿងមួយដែលពិបាកនឹងជឿនិងមានការភ័យខ្លាចជាខ្លាំងចង់ដឹងថារឿងនេះរន្ធត់ប៉ុណ្ណានោះកុំភ្លេចចុច Subscribe Channel របស់ Admin ម្នាក់មួយរួចហើយបន្តទស្សនាជាមួយនឹង Admin ដូចតទៅដំណើរសាច់រឿងចាប់ផ្ដើមឡើងជាមួយនឹងទស្សនវិជ្ជានៅក្នុងរីសតមួយកន្លែងមានមេការម្នាក់កំពុងតែរៀបរាប់អំពីស្ថានភាពនៅក្នុងរីសតប្រាប់ទៅដល់យុវជនម្នាក់ដែលគាត់មានចំណាប់អារម្មណ៍ចង់ទិញរីសតនេះផងដែរលោកមេការបាននិយាយថាដំបូងឡើយរីសតមួយនេះគឺពិតជាមានប្រជាប្រិយភាពខ្លាំងណាស់មានមនុស្សច្រើនមកលេងទីនេះក៏ប៉ុន្តែត្រូវស្ងាត់ទៅវិញបន្ទាប់ពីប្រពន្ធរបស់ម្ចាស់រីសតបានធ្វើអត្តឃាតសម្លាប់ខ្លួនឬបែបហ្នឹងហើយយុវជនដែលមានចំណាប់អារម្មណ៍ចង់ទិញរីសតម្នាក់នេះគាត់ក៏បានសួរទៅកាន់លោកពូមេការថាតើប្រពន្ធរបស់ម្ចាស់រីសតនោះស្លាប់ដោយសារតែមូលហេតុអីលោកពូមេការបាននិយាយថាគាត់អត់ដឹងច្បាស់នោះទេប៉ុន្តែបើមើលតាមខាងក្រៅទៅគ្រួសាររបស់ម្ចាស់រីសតដូចជាមានទំនាស់ជាមួយនឹងគ្នាប្រពន្ធតូចចិត្តខ្លាំងពេកក៏បានធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួនហើយបន្ទាប់ពីហ្នឹងមករីសតមួយកន្លែងនេះក៏ត្រូវបានគេបោះបង់ចោលអត់មានពីណាគេមកលេងបន្តទៀតនោះទេហើយយុវជនម្នាក់ហ្នឹងគាត់ក៏នៅតែស្ងល់នឹងសួរបន្តទៀតថាចុះប្តីរបស់ម្ចាស់រីសតដែលគាត់នៅមានជីវិតនោះតើឥឡូវនៅណាលោកមេការក៏តបទៀតថាប្តីរបស់គាត់ក៏បានស្លាប់ទៅតាមប្រពន្ធដែរដោយបន្ទាប់ពីប្រពន្ធបានស្លាប់ទៅនឹងប្តីដោយសារតែមានការនឹករលឹកសោកស្ដាយចំពោះប្រពន្ធពេកពីមួយថ្ងៃទៅមួយថ្ងៃគឺអត់បាយអត់ទឹកអត់នឹកអត់ងារអង្គុយនៅតែមួយកន្លែងរហូតដល់បាត់បង់ជីវិតតែម្ដងនិយាយបណ្ដាលោកមេការក៏បានស្រមើស្រមៃទៅកាន់អតីតកាលបណ្ដាដោយនៅក្នុងពេលនោះអំឡុងពេលដែលប្រពន្ធរបស់ម្ចាស់រីសតទើបស្លាប់ភ្លាមគាត់បានសួរទៅកាន់ម្ចាស់រីសតថាតើមានគម្រោងគិតអភិវឌ្ឍយ៉ាងណាបន្តទៀតនៅក្នុងគម្រោងរីសតរបស់គាត់តើការរីសតបាននិយាយថាចាំគាត់ធ្វើពិធីបុណ្យ100ថ្ងៃឲ្យប្រពន្ធរួចបានគាត់គិតបន្តទៀតបានពេលនេះគាត់គ្មានអារម្មណ៍គិតអីនោះទេម្យ៉ាងវិញទៀតថ្មីនេះគាត់ហាក់ដូចជាមិនសូវស្រួលខ្លួនចេះតែរួចកក្រិចកដូចជាមានអ្វីមួយមកសង្កត់ពីលើលោកមេការក៏បានរំលឹកថាគួរតែឲ្យពេទ្យពិនិត្យមើលឲ្យបានត្រឹមត្រូវបន្តិចទៅម្យ៉ាងវិញទៀតថ្មីនេះមានលោកតាទុដងម្នាក់ដែលជាព្រះសង្ឃទុដងបានធ្វើដំណើរមកគង់នៅក្នុងបរិវេណរីសតរបស់យើងប្រសិនបើមានពេលថៃកាយគួរតែទៅគោរពគាត់បន្តិចទៅបន្ទាប់មកពូមេការរៀបតែនឹងយកអីវ៉ាន់ទៅទុកនៅខាងក្នុងប៉ុន្តែនៅពេលដែលគាត់កំពុងតែដើរកាត់ឡានក៏បាត់ផ្ទះឃើញស្រមោលដើម្បីម្យ៉ាងដូចជាកំពុងជិះលើកថៃកាយរបស់គាត់ហើយពេលនោះគាត់ភ្ញាក់ខ្លាំងមែនទែនគាត់ក៏ចង់ប្រាប់ទៅកាន់ថៃកាយប៉ុន្តែនៅពេលដែលគាត់ពិនិត្យមើលម្ដងទៀតអត់បានឃើញអ្វីនោះទេដូច្នេះហើយគាត់ក៏អត់ហ៊ាននិយាយអ្វីផ្ដេសផ្ដាស់នោះដែរគ្រាន់តែប្រាប់ទៅកាន់ថៃកាយថាមិត្តភក្តិរបស់ថៃកាយម្នាក់ហ្នឹងគឺបានស្លាប់បាត់ទៅហើយទើបតែស្លាប់ថ្មីនឹងទេថៃកាយរីសតលឺហើយមានអារម្មណ៍ថាឆ្ងល់ជាខ្លាំងហេតុអីបានជាមិត្តភក្តិរបស់គាត់ស្លាប់ដោយគ្មានមូលហេតុបែបហ្នឹងលោកពូមេការបាននិយាយថាសាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅក្នុងអាងទឹកដូចជាលង់ទឹកស្លាប់ហើយអណ្ដាតត្រូវបានគេចាក់ទម្លុះថែមទៀតផងឬបែបហ្នឹងហើយក៏ធ្វើឲ្យថៃកាយរីសតកាន់តែមានអារម្មណ៍ដូចជាភ័យខ្លាចអ្វីមួយយ៉ាងបន្ទាប់មកថៃកាយរីសតបានធ្វើដំណើរទៅគោរពថ្វាយបង្គំទៅដល់លោកតាដែលជាព្រះសង្ឃទុដងអំឡុងពេលដែលព្រះសង្ឃបានមកស្នាក់នៅបណ្ដោះអាសន្ននៅក្នុងបរិវេណរីសតរបស់គាត់ពេលនោះមើលទៅលោកតាដូចជាបានប្រទះឃើញអ្វីមួយយ៉ាងដែលមិនគួរឲ្យឃើញហើយគាត់ក៏បានពោលភ្លាមថាញោមអើយលោកល្មមគួរតែលះបង់ខ្លះសិនហើយកុំឲ្យមានកម្មពីវេរាបន្តទៀតអីនៅពេលនោះតើកាយរីសតហាក់ដូចជាមានអារម្មណ៍ងឿងឆ្ងល់អត់ដឹងថាលោកតាកំពុងតែនិយាយជាមួយនឹងនរណានោះទេហើយលោកតាក៏បន្តទៀតថាញោមបើមានពេលទំនេរគួរតែឆ្លៀតឱកាសមួយរយៈពេលខ្លីទៅបួសគង់នៅវត្តអាត្មាបណ្ដោះអាសន្នសិនទៅដើម្បីរំដោះកម្មពីវេរាខ្លះនៅពេលនោះម្ចាស់រីសតក៏បាននិយាយថាថ្មីនេះគាត់សុខភាពមិនសូវល្អចាំពេលដែលកករបស់គាត់រៀងធូរស្បើយបន្តិចចាំគិតបន្តទៀតគណៈពេលដែលលោកពូមេការវិញកំពុងតែធ្វើដំណើរទៅតាមក្រោយទៅកែរីសតនៅពេលដែលមកដល់គាត់ក៏ប្រទះឃើញប្រលឹងខ្មោចនារីម្នាក់កំពុងតែអង្គុយនៅលើករបស់ថៃកាយគាត់តែម្ដងហើយពេលនោះគាត់មានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែគាត់អត់ហ៊ានមាត់កអ្វីនោះទេពូមេការក៏បានចូលទៅក្រាបបង្គំទៅកាន់លោកតាទុដងដែលនៅក្នុងពេលនេះលោកតាក៏បានប្រាប់លោកពូមេការថាញោមរៀបចំអីវ៉ាន់មួយចំនួនដើម្បីឲ្យថៃកាយញោមទៅបួសគង់នៅវត្តអាត្មាបណ្ដោះអាសន្នសិនទៅ
នៅពេលនោះលោកពូភិកាគាត់ក៏ងើយមើលទៅខាងលើហាក់ដូចជាគាត់កំពុងតែគិតថាសង្ស័យតែលោកតាឃើញដូចជាខ្ញុំដែរទេដឹងលុះដល់ពេលយប់ឡើងថៅកែរីសតបែរជាដើរទៅឈរនៅមាត់អាងទឹកហើយខោសម្លឹងមើលទៅខាងក្នុងទឹកហាក់ដូចជាឃើញប្រពន្ធរបស់គាត់ធ្វើឲ្យគាត់ដូចជាបាត់បង់ស្មារតីរួចហើយនឹងក៏លូតចូលទៅក្នុងអាងទឹកតែម្ដងតែនៅតាមការពិតនៅក្នុងអាងទឹកអត់មានទឹកនោះទេហើយនៅពេលដែលគាត់ដឹងស្មារតីឡើងមកវិញក៏ប្រវេប្រវាប្រញាប់ឡើងចេញពីអាងត្រូវបានដៃខ្មៅអ្វីមួយយ៉ាងដូចជាដៃខ្មៅចាប់នឹងច្រានគាត់ទម្លាក់ចុះទៅវិញធ្វើឲ្យគាត់ក៏ភ្ញាក់ស្មារតីកាន់តែខ្លាំងនិងព្យាយាមប្រវេប្រវារត់ឡើងដើម្បីចាក់ចេញពីទីនោះបន្ទាប់មកនៅពេលដែលម្ចាស់រីសតបានចូលសម្រាកម្ដងទៀតគាត់ក៏ប្រទះឃើញថាខ្លួនប្រាណរបស់គាត់ហាក់ដូចជាក្រំគ្រាខ្លាំងមែនទែនដោយសារតែត្រូវបានប្រលឹងខ្មោចស្រីម្នាក់កំពុងតែឈរនឹងលូតទ្រាំនៅពីលើរាងកាយរបស់គាត់ព្យាយាមស្រែករកជំនួយក៏ប៉ុន្តែមាត់របស់គាត់ត្រូវបានខ្មោចស្រីម្នាក់នោះខ្ទប់យ៉ាងជិតតែម្ដងខណៈពេលនៅខាងក្រៅវិញលោកពូមេកាកំពុងតែពិភាក្សាជាមួយនឹងលោកតាទុដងដោយសួរទៅកាន់លោកតាថាតើលោកតាបានមើលឃើញដូចជាខ្ញុំកណ្ដាលដែរឬមួយក៏អត់នៅពេលនោះលោកតាទុដងក៏ស្ងាត់មាត់អត់មានសង្កេតការអ្វីនោះទេគាត់គ្រាន់តែនិយាយប្រមាណមកថាបាបកម្មវិញថៅកែរីសតត្រូវបានវិញ្ញាណខ្មោចស្រីម្នាក់នោះលោតទ្រាំពីលើជើងរហូតដល់គាត់ដើរលេងរួចនិងមានការឈឺចុកចាប់ជាខ្លាំងសម្រាប់នៃការស្រែកយ៉ាងឈឺចុកចាប់របស់ថៅកែរីសតក៏ត្រូវបានព្រះសង្ឃទុដងជាមួយនឹងលោកពូមេកាបានស្ដាប់ឮរួចហើយពួកគាត់ក៏បានប្រញាប់ប្រញាល់ធ្វើដំណើរមកកាន់ផ្ទះស្នាក់របស់ថៅកែរីសតប៉ុន្តែនៅពេលដែលលោកតាបាននិមន្តមកដល់ឃើញថាថៅកែរីសតបានអង្គុយនៅលើរទេះជនពិការបាត់ទៅហើយដល់ពេលនោះលោកតាបានមានសង្កេតការទៅថាយោមើលឲ្យល្មមបានហើយកុំធ្វើឲ្យមានកម្មពីវេរាកាន់តែធ្ងន់ជាងនឹងអីល្អជាងដោះលែងទៅប៉ុន្តែសំឡេងរបស់ស្រីខ្មោចអ្នកនោះក៏បានតបមកលោកតាវិញថាខ្ញុំត្រូវទៅឲ្យវាសងនៅអ្វីដែលវាបានធ្វើមកលើខ្ញុំត្រូវទៅឲ្យវានៅជាមួយខ្ញុំអស់មួយជីវិតហើយនៅពេលនេះបើទោះបីជាថៅកែរីសតចង់រត់ក៏មិនអាចរត់ទៅណារួចដែរគាត់អាចកម្រើកបានសូម្បីតែនិយាយហើបមាត់ក៏បំរួចផងបានត្រឹមតែសម្រក់ទឹកភ្នែកប៉ុណ្ណោះហើយសាច់រឿងក៏បានបង្ហាញយើងមើលឃើញថាការពិតទៅថៅកែរីសតគឺជាប្តីរបស់ខ្មោចស្រីម្នាក់ហ្នឹងដែលកាលពីមុនដោយសារតែគាត់ខ្វះខាតនឹងជំពាក់ប្រាក់គេខ្លាំងពេកគាត់ក៏សម្រេចចិត្តថាដាក់ថ្នាំឲ្យប្រពន្ធសន្លប់បន្ទាប់មកក៏លក់ប្រពន្ធឲ្យទៅដេកជាមួយនឹងម្ចាស់បំណុលរបស់ខ្លួនដោយប្រាប់ទៅកាន់ម្ចាស់បំណុលថាត្រឹមតែម្ដងប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីរឿងនោះបានកើតឡើងប្រពន្ធបានដឹងខ្លួនឡើងមកវិញក៏មានអារម្មណ៍ថាឈឺចិត្តជាខ្លាំងមិននឹកស្មានថាប្តីរបស់ខ្លួនហ៊ានធ្វើបែបនឹងដាក់នាងទល់តែសោះនាងបានផ្ដន់ទាជេរប្រតិចនិងសម្រេចចិត្តថាដាក់បណ្ដាសាសងសឹកទៅលើប្តីឲ្យសមនឹងទង្វើដែលប្តីបានធ្វើចំពោះនាងបន្ទាប់ពីជេរប្រមាថទៅកាន់ប្តីរួចរាល់អស់ហើយប្រពន្ធរបស់គាត់ក៏បានសម្រេចចិត្តតែងខ្លួនឲ្យស្អាតហើយធ្វើអត្តឃាតលោតចូលទៅក្នុងអាងទឹកដើម្បីសម្លាប់ខ្លួនតែម្ដងដោយសារតែនេះគឺជារឿងកម្មពីវេរាអ្នកណាសាងអ្វីទទួលបានផលអនុដូច្នេះហើយលោកតាក៏មិនអាចជួយម្ចាស់រីសតបានដែរហើយចាប់តាំងពីពេលនោះមកម្ចាស់រីសតត្រូវបានប្រលឹងខ្មោចរបស់ប្រពន្ធធ្វើបាបធ្វើទរណកម្មមិនអាចកម្រាស់បានរហូតដល់បាត់បង់ជីវិតនៅលើរទេះរុញតែម្ដងទើបអ្នកខាងក្រៅដូចជាលោកពូមេកាក៏សន្និមត់ដោយមិនអាចនិយាយអ្វីបានក្រៅតែពីពាក្យដែលមើលពីខាងក្រៅដូចគ្នាថាប្តីដោយសារតែនឹកប្រពន្ធខ្លាំងពេកអង្គុយនឹករលឹកពីមួយថ្ងៃទៅមួយថ្ងៃអត់បាយក្រហាយទឹករហូតដល់បាត់បង់ជីវិតទៅតាមប្រពន្ធដែរនឹងឯងកាត់មកដល់ពេលបច្ចុប្បន្នវិញទៅពេលនេះលោកពូមេកាកំពុងតែនិយាយរៀបរាប់រឿងទាំងអស់ប្រាប់ទៅកាន់យុវជនដែលចង់មកទិញរីសតដំបូងឡើយយុវជនម្នាក់នោះគាត់បាននិយាយថាគាត់អត់ខ្វល់អំពីរឿងអតីតកាលដែលបានកើតឡើងនៅទីនេះនោះទេប៉ុន្តែអំឡុងពេលដែលគាត់កំពុងតែនិយាយក៏ប្រទះឃើញប្រលឹងរបស់ម្ចាស់រីសតទាំងប្តីប្រពន្ធកំពុងតែអង្គុយនៅលើរទេះដែលគួរឲ្យភ័យខ្លាចទើបនៅពេលនោះគាត់ក៏បានបញ្ញាបញ្ញាសុំលីលោកពូមេកាសុំគិតមើលសិនចាំសម្រាប់ចិត្តយ៉ាងណាខលប្រាប់លោកពូមេកាតាមក្រោយប៉ុន្តែលោកពូមេកាបានដឹងរួចជាស្រេចថាប្រកាសជាយុវជនម្នាក់នេះបានមើលឃើញដូចជាគាត់ដែរនឹងឯងទើបលោកពូមេកាក៏អស់សង្ឃឹមយ៉ាងខ្លាំងរួចហើយក៏បាននិយាយដោយបែរសម្ដៅទៅកាន់ផ្ទះរបស់ម្ចាស់រីសតដោយគាត់បាននិយាយថាបាននៅតែធ្វើបែបនឹងទៀតនៅតែធ្វើឲ្យគាត់លក់រីសតនឹងមិនចេញទៀតគាត់ក៏លែងមកមើលមកថែទាំមកចូលក្នុងរីសតបន្តទៀតដែរគាត់នឹងឈប់មកទីនេះបន្តទៀតហើយព្រោះនៅចាំទីនេះរាប់ឆ្នាំហើយ
គ្មានបានផលអីសោះសូម្បីតែបន្តិចលក់ក៏លក់មិនចាញ់អញ្ចឹងគាត់ទៅសិនហើយមិនដែរទាំងអស់គ្នារឿងហ្នឹងគួរឲ្យខ្លាចទេបាទបើមិនគួរឲ្យខ្លាចទេជួយ Subscribe ម្នាក់មួយផងអរគុណច្រើនជម្រាបលា